ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានព្រឹត្តិការណ៍ថ្មីមួយទៀតដែលកើតឡើងនៅលើប្រទេសកូរ៉េខាងជើងមកជម្រាបជូនបងប្អូនទាំងអស់គ្នាដើម្បីស្ដាប់កំសាន្តបើយើងនិយាយពីប្រទេសកូរ៉េខាងជើងច្បាស់ណាស់ម្នាក់គិតពិតជាមិនមានអ្នកណាគេចង់ទៅលេងប្រទេសកូរ៉េខាងជើងទេដោយសារតែប្រទេសកូរ៉េខាងជើងគឺជាប្រទេសមួយដែលកុម្មុយនីសខ្លាំងហើយភ្ញៀវទេសចរដែលបានទៅលេងនៅទីនោះគឺ strict ខ្លាំងមែនទែនសូម្បីតែធ្វើអីគឺនៅក្រោមការគ្រប់គ្រងនិងការមើលថែនិយាយទៅការឃ្លាំមើលដូចមានកាមេរ៉ាឃ្លាំមើលយើងទាំងអស់ហ្មងគ្រប់24ម៉ោងរបស់យើងដែលថាពេលយើងទៅលេងប្រទេសកូរ៉េខាងជើងនឹងក៏ប៉ុន្តែខ្ញុំបានឃើញព័ត៌មានមួយនេះខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលប្រទេសកូរ៉េខាងជើងបានរៀបចំកម្មវិធីរត់ម៉ារ៉ាតុងអន្តរជាតិជាលើកដំបូងក្នុងរយៈពេល6ឆ្នាំរដ្ឋធានីព្យុងយ៉ាងប្រទេសកុម្មុយនីសកូរ៉េខាងជើងកាលពីពេលថ្មីនេះបានប្រារព្ធពិធីម៉ារ៉ាតុងអន្តរជាតិរដ្ឋធានីព្យុងយ៉ាងជាលើកដំបូងក្នុងរយៈពេល6ឆ្នាំដែលមានការចូលរួមពីសំណាក់ជនបរទេសផងដែរជួងទៅតាមទូរទស្សន៍រដ្ឋអត្តពលិកមកពីប្រទេសចិនអេធីអូពីនិងប្រទេសផ្សេងទៀតបានចូលរួមព្រឹត្តិការណ៍មួយនេះកីឡារត់ម៉ារ៉ាតុងគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលធ្វើឡើងដើម្បីអបអរថ្ងៃកំណើតទី15ខែមេសារបស់លោកគឹមអ៊ីលសុងលោកគឹមអ៊ីលសុងគឺជាស្ថាបនិកកូរ៉េខាងជើងនិងជាជីតារបស់មេដឹកនាំបច្ចុប្បន្នគឺលោកគឹមចុងអ៊ុនលោក Simon Cockerill អ្នកគ្រប់គ្រងទូតនៃភ្នាក់ងារទេសចរ Kyoto ដែលមានមូលដ្ឋាននៅប៉េកាំងបានរៀបរាប់ក្នុងការបង្ហោះលើបណ្ដាញសង្គម Instagram ថាជនបរទេសប្រហែលជា200នាក់បានទៅដល់ថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្តាហ៍មុនក្នុងរាជធានីព្យុងយ៉ាងKyoto គឺជាដៃគូផ្លូវការរបស់កម្មវិធីព្យុងយ៉ាងម៉ារ៉ាតុងដែលជួយសម្រួលដំណើរការចុះឈ្មោះសម្រាប់ជនបរទេសការរត់ម៉ារ៉ាតុងឆ្លងកាត់កន្លែងសំខាន់និងចេញដំណើរទៅកាន់ទីជនបទមុនពេលត្រឡប់មករដ្ឋធានីព្យុងយ៉ាងវិញទៅកាន់ទីកីឡាដ្ឋានដែលពោរពេញទៅដោយអ្នកទស្សនាប្រមាណជាង 5000 នាក់បើយោងទៅតាមទូរទស្សន៍អ្នករត់ប្រណាំងរបស់ប្រទេសកូរ៉េខាងជើងគឺជាអ្នកដំបូងគេដែលបានរត់មកដល់ទីនិងក៏ជាអ្នកឈ្នះក្នុងការរត់ម៉ារ៉ាតុងមួយនេះផងដែរបាទខ្ញុំចង់ជម្រាបជូនបងប្អូនទាំងអស់គ្នាបន្ថែមបន្តិចថាប្រទេសកូរ៉េខាងជើងគឺជារដ្ឋឯកោមួយដែលបានបិទព្រំដែនរបស់ខ្លួនកាលពីឆ្នាំ2020នៅពេលចាប់ផ្ដើមនៃការរាតត្បាតជំងឺ COVID-19 ហើយប្រទេសមួយនេះក៏ត្រូវបានបើកឡើងវិញបន្តិចម្ដងចាប់តាំងពីឆ្នាំ2023មករដ្ឋធានីព្យុងយ៉ាងក៏បានអនុញ្ញាតឲ្យក្រុមទេសចររុស្ស៊ីចូលទៅដល់ប្រទេសប៉ុន្តែនៅតែបិទសម្រាប់ទេសចរធម្មតាបាទបើសិនជាបងប្អូនទាំងអស់គ្នាមានពេលវេលាមានថវិកាតើបងប្អូនទាំងអស់គ្នាចង់ទៅលេងប្រទេសកូរ៉េខាងជើងដែរឬទេសូមជួយ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំផងដើម្បីចែករំលែកទាំងអស់គ្នាអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ